កីឡាករជើងខ្លាំងគុនខ្មែររបស់បញ្ជាក្រាឋានកងទ័ពពិសេសហុងស្វណ្ណច័ន្ទសុធីនឹងត្រូវឡើងការពារខ្សែក្រវ៉ាត់ Boostrong របស់ខ្លួនជាមួយនឹងកីឡាករជើងខ្លាំងក្នុងប្រភេទទម្ងន់60គីឡូក្រាមធុនស៊ីហុងនាថ្ងៃសៅរ៍ទី14ខែមីនាឆ្នាំ2026ខាងមុខនេះសម្រាប់ប្រវត្តិនៃការជួបគ្នារវាងអ្នកទាំងពីរធ្លាប់ប៉ះគ្នាម្ដងរួចមកហើយកាលពីឆ្នាំ2022ក្នុងប្រភេទទម្ងន់57គីឡូក្រាមនៅក្នុងការប្រកួតនោះហុងស្វណ្ណច័ន្ទសុធីបានវាយឲ្យធុនស៊ីហុងរាប់ដល់ទៅ2ដងក្នុងមួយទឹកប៉ុន្តែចុងក្រោយធុនស៊ីហុងបានវាយផ្ដួលឲ្យហុងស្វណ្ណច័ន្ទសុធីបោះបង់ការប្រកួតនៅទឹកទី3យ៉ាងណាមិញជំនួបលើកទី2ដែលក្រុងនឹងធ្វើឡើងក្នុងប្រភេទទម្ងន់60គីឡូក្រាមលើសង្វៀន Boostrong នេះក៏ជាឱកាសសម្រាប់ហុងស្វណ្ណច័ន្ទសុធីក្នុងការជំរះបញ្ជីចាស់និងការពារខ្សែក្រវ៉ាត់របស់ខ្លួនផងដែរក្រៅពីការប្រកួតគូដណ្ដើមខ្សែក្រវ៉ាត់ខាងលើក៏មានការប្រកួតគូមិត្តភាពអន្តរជាតិចំនួន4គូផ្សេងទៀតផងដែររួមមានធុនស្វណ្ណស្កាយត្រូវប៉ះកីឡាករមកពីប្រទេសអេរ៉ង់ Padman El Seri ចំណែកសុនរ៉ាគីមត្រូវប៉ះកីឡាករមកពីអេរ៉ង់ Daniel Mohammadi ខណៈដែលវងវិឆ័យត្រូវប៉ះជាមួយនឹងកីឡាករមកពីអេរ៉ង់ Jassim Hasili និងមឿនសុខូចត្រូវប៉ះកីឡាករមកពីអេរ៉ង់ Fahadi Reza ដែលការប្រកួតដ៏កក្រើកជក់ចិត្តនេះនឹងធ្វើឡើងនៅសង្វៀន P អនន្តព្រែកភ្នៅនាថ្ងៃសៅរ៍ទី14ខែមីនាឆ្នាំ2026ហើយនឹងមានការផ្សាយផ្ទាល់ចាប់ពីវេលាម៉ោង 5:30 នាទីរសៀលតទៅតាមរយៈកញ្ចក់ទូរទស្សន៍ P អនន្ត Page Facebook YouTube P អនន្ត Sport រួមទាំង Facebook Boostrong ផងដែរ